បាទសួស្តីបងប្អូនថ្ងៃនេះខ្ញុំចង់បង្ហាញអំពីរបស់ដែលតូចដែលបងប្អូនមួយចំនួនមិនទាន់ដឹងឬក៏ដឹងហើយនៅមានការសង្ស័យបាទនេះគឺជាឧបករណ៍ហ្គាសទឹកគឺជាការបំលែងទឹកយកទៅប្រើប្រាស់ជាមួយនឹងម៉ាស៊ីនបាទគឺយើងបំលែងទឹកឲ្យចេញជាឧស្ម័នអ៊ីដ្រូសែនយកទៅប្រើប្រាស់ជាមួយនឹងម៉ាស៊ីនរថយន្តម៉ាស៊ីនដែលមានចំហេះក្នុងទូទៅបាទដោយសារបច្ចុប្បន្ននេះយើងបានដំឡើងលើរថយន្តជាង 5000 គ្រឿងហើយទទួលបានការពេញនិយមយ៉ាងច្រើនពីរយៈបងប្អូនដែលគាត់ប្រើប្រាស់ហើយគាត់បានផ្ដល់ feedback មកវិញគឺមានការសន្សំសំចៃចាប់ពី20ទៅ 25% ជាពិសេសគឺធ្វើឲ្យម៉ាស៊ីនស្ទុះខ្លាំងជាងមុនហើយនឹងបន្ថយកម្ដៅជាពិសេសគឺការបន្ថយកម្ដៅដោយសារបច្ចុប្បន្ននេះបរិយាកាសយើងគឺក្ដៅហើយយើងឧស្សាហ៍ឃើញរថយន្តឆេះជាញឹកញាប់បាទនេះគឺមកពីបញ្ហាឡើងកម្ដៅបញ្ហាដែលធ្វើឲ្យស៊ីម៉ាំងឡើងកម្ដៅដូច្នេះហើយធ្វើឲ្យរថយន្តមានបញ្ហាឆេះបាទដូច្នេះអ៊ីដ្រូសែនវាកើតឡើងពីទឹកដូច្នេះវាជាហ្គាសដែលត្រជាក់បាទនៅពេលដែលយើងបំពាក់វាចូលទៅក្នុងម៉ាស៊ីនគឺវាធ្វើឲ្យម៉ាស៊ីនមានចំហាយទឹកសើមជានិច្ចដូច្នេះហើយធ្វើឲ្យកម្ដៅម៉ាស៊ីនចុះបាទมันក្ដៅដូចជាការប្រើសាំងធម្មតាឬក៏ហ្គាសទេបាទហើយអត្ថប្រយោជន៍វាមួយទៀតគឺវាជួយលាងសម្អាតនៅក្នុងម៉ាស៊ីនបាទដូចជាប៊ូស៊ីដូចស៊ីម៉ាំងបាទសំបុកឃ្មុំធ្វើឲ្យប្រព័ន្ធខ្យល់ស្អាតនៅពេលដែលបងប្អូនប្រើប្រាស់វាបានពី6ខែទៅ1ឆ្នាំគឺមិនចាំបាច់យករថយន្តទៅលាងប្រព័ន្ធខ្យល់ដូចជាស៊ីម៉ាំងដូចជាប្រព័ន្ធ sensor មួយចំនួនដែលយើងមិនអាចយកជ្រះឬក៏ប្រេងអីទៅដោះបានអញ្ចឹងយើងគ្រាន់តែបំពាក់ឧបករណ៍អ៊ីដ្រូសែនទៅគឺវានឹងជួយទៅលាងសម្អាត sensor គ្រប់កន្លែងទាំងអស់គ្រប់ sensor ទាំងអស់បាទជាពិសេស sensor ស៊ីម៉ាំងតែម្ដង sensor oxygen នេះតែម្ដងបាទហើយថ្ងៃនេះផងដែរគឺខ្ញុំចង់បញ្ជាក់អំពីថាអ៊ីដ្រូសែនគឺយើងមិនចាំបាច់ទៅរកចាក់ឬក៏ទិញបន្ថែមទេនៅពេលដែលយើងប្រើប្រាស់បាន500គីឡូវាស្រកទឹកសុទ្ធចេញពីដបនេះពាក់កណ្ដាលអញ្ចឹងយើងអាចចាក់ទឹកសុទ្ធចូលវិញជាការស្រេចបាទហើយឧបករណ៍នេះផងដែរយើងធានារហូតដល់2ឆ្នាំឯណោះបាទនៅក្នុងរយៈពេល2ឆ្នាំបងប្អូនមិនចាំបាច់ចំណាយអ្វីទៀតទេខ្ញុំសូមឆ្លៀតឱកាសជម្រាបដល់បងប្អូនយានដ្ឋានដែលរកស៊ីដំឡើងហ្គាស LPG បាទបងប្អូនដឹងហើយថាហ្គាស LPG នៅពេលដំឡើងចូលទៅក្នុងម៉ាស៊ីនរថយន្តគឺធ្វើឲ្យម៉ាស៊ីនរថយន្តឡើងកម្ដៅបាទរៀងឆាប់ក្ដៅបាទហើយឆាប់មានកម្មយើងហៅថាកម្មហ្គាសជាប់ទៅក្នុងប៊ូស៊ីក៏ដូចជាសប៉ាប់ក៏ដូចជាឌុយស៊ីម៉ាំងក៏ដូចជាសបុកឃ្មុំដំឡើងហ្គាស LPG ហើយបងប្អូនដំឡើងជាមួយនឹងហ្គាសទឹកមួយទៀតនោះនឹងធ្វើឲ្យបញ្ហាទាំងអស់ដោយបានរៀបរាប់បាញ់នេះត្រូវបានលែងមានទៀតហើយធ្វើឲ្យរថយន្តកាន់តែប្រសើរបាទធ្វើឲ្យកម្ដៅកាន់តែថយចុះបាទជួយឲ្យការប្រើប្រាស់ហ្គាស LPG បានយូរអង្វែងហើយនឹងចំណេញថវិកាកាន់តែច្រើន